នៅស៊ូដង់ក្តីបារម្ភពីការរំលោភផ្លូវភេទនិងសម្លាប់មនុស្សកាន់តែរីកធំឡើងការរំលោភបំពានផ្លូវភេទនិងការកាប់សម្លាប់មនុស្សកាន់តែសាហាវឃោឃៅឡើងបន្ទាប់ពីទីក្រុង El Fasher នៃតំបន់ Darfur បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ទាហានប៉ារ៉ាស៊ូដង់សហគមន៍អន្តរជាតិនាំគ្នាបរិហារអំពីអំពើព្រៃផ្សៃនៅស៊ូដង់ហើយរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតដោយផ្ដោតលើសកម្មភាពជួយជនរងគ្រោះព្រោះការរំលោភបំពានផ្លូវភេទនៅប៉ែកនិរដីស៊ូដង់រូបភាពនិងវីដេអូតាមរយៈប្រព័ន្ធផ្កាយរណបបង្ហាញពីភិនភាគសាកសពមនុស្សយ៉ាងហោចណាស់ជាង300នាក់ស្លាប់ក្នុងមួយសប្តាហ៍នេះក្នុងទីក្រុង El Fasher នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការមនុស្សធម៌នៃសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកបានបញ្ជាក់ទៀតថាគិតត្រឹមថ្ងៃអាទិត្យខែវិច្ឆិកាទិដ្ឋភាពនៅក្នុងទីក្រុងគឺស្ងប់ស្ងាត់ខ្លាំងប្រជាជនអាចត្រូវបានគេសម្លាប់ឃុំខ្លួននិងពួនសម្ងំដោយភាពភ័យខ្លាចរីឯអង្គការគ្រូពេទ្យគ្មានព្រំដែនក៏បានបញ្ជាក់ពីដំណឹងសោកនាដកម្មនេះនិងបានអះអាងទៀតថាការកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃនៅក្នុងទីក្រុង El Fasher ចេះតែបន្តកើនឡើងឥតឈប់ឈរបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិនិងគណៈកម្មការសហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវព្រៃផ្សៃនៅស៊ូដង់និងបានចាត់ទុកចំនួនប្រដាប់អាវុធនៅស៊ូដង់ថាជាឧក្រិដ្ឋកម្មសង្គ្រាមនៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាប្រទេសអង់គ្លេសនិងអាល្លឺម៉ង់ក៏បានចេញមុខថ្កោលទោសអំពើឃោឃៅនៅស៊ូដង់ផងដែរមិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងឡុងតាមរយៈក្រសួងការបរទេសអង់គ្លេសបានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតចំនួន 5.67 លានអឺរ៉ូក្នុងនោះមួយផ្នែកធំពោលគឺប្រហែល 2 លានសម្រាប់ជួយជនរងគ្រោះអំពីការរំលោភសត្វសន្តិវៈប្រាក់ជំនួយថ្មីរបស់អង់គ្លេសបន្ថែមទៅលើជំនួយចំនួន120 លានអឺរ៉ូដែលរដ្ឋាភិបាលទីក្រុងឡុងធ្លាប់បានជួយសង្គ្រោះនៅស៊ូដង់រួចទៅហើយក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអង់គ្លេសបានលើកឡើងថាជំនួយនេះគឺផ្ដោតលើសកម្មភាពមនុស្សធម៌ជាពិសេសការផ្ដល់ស្បៀងអាហារការព្យាបាលជំងឺនិងកិច្ចគាំពារជនរងគ្រោះព្រោះអំពើរំលោភបំពានផ្លូវភេទទាហានប៉ារ៉ាស៊ូដង់កំពុងបន្តរំលោភផ្លូវភេទនិងយកសកម្មភាពព្រៃផ្សៃនេះជាអាវុធធ្វើសង្គ្រាមរបស់ពួកគេនេះបើតាមប្រសាសន៍របស់លោកស្រី Vete Cooper ប្រមុខការទូតអង់គ្លេសចំនួនប្រដាប់អាវុធនៅស៊ូដង់គឺជាបញ្ហាដ៏ស្មុគស្មាញខ្លាំងបំផុតក្រៅពីចំនួនរើសអើងជាតិសាសន៍នៅមានការប្រជែងអំណាចគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា2នាក់គឺឧត្តមសេនីយ៍ Abdel Fattah al-Burhan ជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលស៊ូដង់និងឧត្តមសេនីយ៍ Mohamed Daglo ដែលជាប្រមុខដឹកនាំទាហានប៉ារ៉ាស៊ូដង់ដែលត្រួតត្រាដែនដីមួយផ្នែកធំនៅតំបន់ Darfur កងកម្លាំងទាំងពីរក្រុមនេះទុះអាវុធស្រួចស្រាវខ្លាំងនៅខែមេសាឆ្នាំ2023ហើយ18ខែកន្លងមកនេះប្រជាជនជាងកន្លះលាននាក់បាននាំគ្នារត់ភៀសខ្លួនចេញពីទីក្រុងនិងជិត3សែននាក់បានផ្លាស់ទីចេញពីទីក្រុង El Fasher ក្នុងតំបន់ Darfurចឹងឃើញថាអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់ហ្នឹងគឺចាប់តាំងពីថ្ងៃទី15ខែមេសាឆ្នាំ2023មកម្លេះរវាងកងទ័ពរដ្ឋដែលគេឲ្យឈ្មោះថា SAF និងកងទ័ព RSF សង្គ្រាមនេះគឺបានបំផ្លាញប្រទេសស៊ូដង់ជាច្រើនតំបន់បណ្ដាលឲ្យប្រជាជនរាប់ម៉ឺននាក់បានរងគ្រោះនិងបង្ខំឲ្យប្រជាជនរាប់លាននាក់ផ្សេងទៀតហ្នឹងគឺអន្តោប្រវេសន៍ចេញពីផ្ទះរបស់ខ្លួនស្ថានភាពសង្គ្រាមសប្តាហ៍នេះគឺតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនោះគឺទីក្រុង El Fasher នៅក្នុងខេត្ត North Darfur កងទ័ព RSF ហ្នឹងគឺត្រូវបានរាយការណ៍ថាបានកាន់កាប់អាវុធនិងកាន់កាប់ទីក្រុងមួយចំនួនផងដែរហើយមានរបាយការណ៍ពីការសម្លាប់ប្រជាជនការរុះរើផ្ទះនិងដុតបំផ្លាញទ្រព្យសម្បត្តិផងដែរសារព័ត៌មានអន្តរជាតិមួយចំនួនបានបញ្ជាក់ថាគឺមានភស្តុតាងជាច្រើនដែលបង្ហាញពីការសម្លាប់មនុស្សនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរកងទ័ព SAF និង RFS ទាំងពីរហ្នឹងគឺបានប្រើប្រាស់អាវុធធន់ធ្ងន់ច្រើនមែនទែនមានទាំងគ្រាប់បែកមានទាំងគ្រាប់ផ្លោងគ្រាប់រ៉កែតណាដែលបាញ់ដាក់គ្នាទៅវិញទៅមកហ្នឹងបណ្ដាលឲ្យពលរដ្ឋសាមញ្ញហ្នឹងគឺរងគ្រោះខ្លាំងមែនទែនហើយបញ្ហាមនុស្សធម៌នៅទីនោះគឺបច្ចុប្បន្នមានប្រជាជនប្រហែលជា30លាននាក់នៅស៊ូដង់ហ្នឹងគឺត្រូវការជំនួយមនុស្សធម៌ខ្លាំងមែនទែនស្ថានភាពអាហារនៅទីនោះគឺមិនមានគ្រប់គ្រាន់ទេគឺខ្វះខាតខ្លាំងព្រោះថាទីផ្សារនិងផ្ទះជាច្រើនហ្នឹងគឺត្រូវបានបិទទាំងស្រុងតែម្ដងហើយអង្គការអន្តរជាតិដូចជា ICRC ហ្នឹងគឺកាកបាទក្រហមហើយនិង UNICEF បានរាយការណ៍ថាមន្ទីរពេទ្យជាង 70 ទៅ 80% ត្រូវបានបិទឬត្រូវបានខូចខាតដោយសារការបំផ្លិចបំផ្លាញដោយសារសង្គ្រាមហើយពេលនេះជំងឺដូចជា Cholera ហ្នឹងកំពុងតែរាលដាលយ៉ាងខ្លាំងគឺលឿនមែនតើនៅក្នុងពេលដែលប្រជាជនគ្មានទឹកស្អាតប្រើប្រាស់កុមារជាច្រើនគឺជួបបញ្ហាអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភសាលារៀនហ្នឹងគឺត្រូវបានបិទទាំងស្រុងដោយសារសង្គ្រាមបំផ្លាញប្រព័ន្ធអប់រំហើយអង្គការសង្គ្រោះនានាជាច្រើនគឺបានព្យាយាមចូលទៅជួយក៏ប៉ុន្តែគឺមិនអាចចូលទៅបានទេដោយសារមានការបិទផ្លូវជាបន្តបន្ទាប់ចំណែកឯទស្សនៈនិងនយោបាយវិញប្រទេសជាច្រើននៅអាហ្វ្រិកហ្នឹងហើយនឹងអង្គការអន្តរជាតិហ្នឹងគឺបានហៅក្រុមទាំងពីរហ្នឹងឲ្យបញ្ឈប់សង្គ្រាមភ្លាមៗជាបន្ទាន់បើទោះបីជាភាគីទាំងពីរហ្នឹងនៅតែបន្តប្រយុទ្ធគ្នាក៏ដោយហើយមានការគាំទ្រពីបរទេសខ្លះៗដែលធ្វើឲ្យសង្គ្រាមហ្នឹងគឺកាន់តែស្មុគស្មាញចឹងមែនថាសង្គ្រាមរវាងស៊ូដង់ទាំងពីរហ្នឹងគឺមិនមែនកើតឡើងដោយសារបញ្ហាផ្ទៃក្នុងទាំងស្រុងទេគឺមានបរទេសនៅចាំជួយគាំទ្រ
ត្រូរដ្ឋាភិបាលអង់គ្លេសក៏ត្រូវបានរាយការណ៍ថាបានបដិសេធផែនការជួយទប់ស្កាត់អំពើហិង្សាទោះបីជាមានការព្រមានអំពីការសម្លាប់មនុស្សយ៉ាងហោចណាស់បើទោះបីជាមានការព្រមានអំពីការសម្លាប់មនុស្សយ៉ាងច្រើនក៏ដោយនៅពេលដូចគ្នានេះដែរកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានលើកឡើងក៏ប៉ុន្តែមិនមានលទ្ធភាពអាចរារាំងសង្គ្រាមនឹងគឺបានពេញលេញនោះទេសម្រាប់អនាគតនឹងទិសដៅសន្តិភាពវិញអ្នកវិភាគនយោបាយជាច្រើនបានព្យាករណ៍ថាប្រសិនបើគ្មានការចូលរួមពីសកម្មភាពអន្តរជាតិទេស្ថានភាពនៅស៊ូដង់គឺអាចនឹងទៅជាអាក្រក់ខ្លាំងជាងនេះទៅទៀតសង្គ្រាមគឺអាចនៅតែបន្តរហូតដល់ប្រទេសដួលរលំប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមទាំងមូលអ្នកស្រុកជាច្រើនគឺនឹងត្រូវបាត់បង់ជីវិតបាត់បង់គ្រួសារនិងគ្មានទីស្នាក់នៅអញ្ចឹងហើយម្ចាស់ជំនួយជាច្រើននឹងគឺបានអំពាវនាវឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិទាំងមូលដើម្បីបញ្ឈប់សង្គ្រាមនៅទីនោះអញ្ចឹងស្ថានភាពនៅស៊ូដង់នឹងនៅតែប្រកាសអាសន្នធំដដែលគឺមិនទាន់មានសភាពល្អប្រសើរនៅឡើយទេហើយមិនទាន់មានសញ្ញានៃការបញ្ចប់សង្គ្រាមទេព្រោះនៅច្បាំងគ្នារាល់ថ្ងៃហើយប្រជាជនរាប់លានអ្នកកំពុងតែរងទុក្ខជាមួយនឹងការខ្វះខាតអាហារសុខភាពទន់ខ្សោយគ្មានថ្នាំសង្កូវព្រមទាំងគ្មានមន្ទីរព្យាបាលហើយអនាគតគឺមិនដឹងទៅជាយ៉ាងណាទេព្រោះមានការស្លាប់រៀងរាល់ថ្ងៃអញ្ចឹងបើយើងសង្កេតទៅគឺវាសាហាវខូខើជាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅទៀតដោយសារសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគឺមិនសូវមានការប៉ះពាល់ដល់ជនស៊ីវិលទេគឺមានការស្លាប់តែទាហានដែលនៅក្នុងសង្គ្រាមណាក៏ប៉ុន្តែសង្គ្រាមនៅស៊ូដង់នេះគឺស្លាប់សុទ្ធតែប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់គឺជនស៊ីវិលទាំងអស់ក្នុងមួយថ្ងៃគឺទាហានប៉ារ៉ាហ្នឹងគឺបានបាញ់សម្លាប់ប្រជាជននៅក្នុងក្រុងហ្នឹងគឺច្រើនមែនទែននិយាយរួមឲ្យតែឃើញមនុស្សដើរគឺបាញ់សម្លាប់ចោលតែម្ដងអត់មានគិតច្រើនទេហើយរណ្ដៅសាកសពហ្នឹងគឺឡើងពេញតែម្ដងអូខេអរគុណអ្នកទាំងអស់គ្នាថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានរហូតដល់ចប់អញ្ចឹងបើសិនបើមានការអាប់ដេតអ្វីថ្មីទៀតខ្ញុំនឹងអាប់ដេតបន្ថែមទៀតអរគុណថៃបញ្ជាក់ម្ដងទៀតថានឹងដោះលែងទាហានកម្ពុជាដរាបណាប្រគល់ប្រាសាទតាក្របីឲ្យទៅថៃហើយលក្ខខណ្ឌ2ផ្សេងទៀតត្រូវបានបំពេញទីក្រុងបាងកកកងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយបញ្ជាក់ថាទាហានខ្មែរទាំង18រូបដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់អំឡុងចំនួនព្រំដែនកម្ពុជាថៃនាពេលថ្មីៗនេះនឹងត្រូវបានដោះលែងវិញទាល់តែអរិយភាពត្រូវបានបញ្ចប់ជាផ្លូវការហើយភាគីទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងអស់និងបញ្ចប់សហប្រតិបត្តិការបោះសម្អាតមីននៅតំបន់សំខាន់ៗតាមបណ្ដោយព្រំដែនតាមការស្នើរបស់ភាគីថៃលោកវិនថៃស៊ូរវីអ្នកនាំពាក្យយោធាថៃបានប្រកាសបន្ថែមថារឿងព្រំដែនកម្ពុជាថៃក៏នឹងមិនត្រូវបានបើកឡើងវិញឡើយដរាបណាប្រាសាទតាក្របីមិនទាន់ត្រូវបានប្រគល់ឲ្យទៅថៃវិញលោកបន្ថែមថាថៃមានការបដិញ្ញាចិត្តខាងយោធាខ្ពស់ក្នុងការទាមទារយកប្រាសាទនេះមកវិញព្រោះវាជារបស់ថៃនេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation ថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025បើតាមលោកឧត្តមសេនីយ៍ណាត់ផនបានបញ្ជាក់ថាគណៈរដ្ឋមន្ត្រីថៃមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របីនៅឡើយទេក៏ប៉ុន្តែលោកថាប្រាសាទនេះនៅតែជាផ្នែកមួយនៃប្រទេសថៃលោកបានបញ្យល់បន្ថែមទៀតថាការពិភាក្សាអំពីការដោះលែងទាហានកម្ពុជាទាំង18នាក់នៅតែដំណើរការនិងគ្មានប្រធានបទផ្សេងទៀតទេត្រូវបានជជែករួមទាំងការបើកច្រកព្រំដែននិងត្រូវបានដោះស្រាយរហូតដល់បញ្ហាប្រាសាទតាក្របីត្រូវបានដោះស្រាយយោងតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃពុធទី5ខែវិច្ឆិកានេះលោក Vacharanan អ្នកនាំពាក្យរងរបស់កងទ័ពថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាដំណើរការនៃការដោះលែងនឹងអនុវត្តទៅតាមពិធីសារដ៏តឹងរ៉ឹងហើយអាចនឹងកើតឡើងបានលុះត្រាតែលក្ខខណ្ឌចំនួន2ផ្សេងទៀតត្រូវបានបំពេញយ៉ាងពេញលេញពោលគឺការដកអាវុធធុនធ្ងន់ទាំងស្រុងរួមទាំងកាំភ្លើងធំរថក្រោះនិងប្រព័ន្ធបាញ់រ៉ុកែតព្រមទាំងការបោះសម្អាតមីននៅតាមតំបន់ព្រំដែនត្រង់ចំណុចសំខាន់ៗដែលភាគីថៃបានស្នើសុំកន្លងមកប្រទេសថៃបានអះអាងថាការឃុំខ្លួនរបស់ទាហានកម្ពុជាដែលខ្លួនហៅថាជាអ្នកទោសសង្គ្រាមគឺបានអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវទី3ដែលបានចែងថាអ្នកទោសសង្គ្រាមត្រូវតែដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ដោយគ្មានការពន្យាពេលបន្ទាប់ពីការបញ្ចប់នៃអរិយភាពសកម្មយោធាថៃបានអះអាងថាចំនួនមិនទាន់បានបញ្ចប់នៅឡើយទេបើទោះបីជាមានកិច្ចព្រមព្រៀងបត់ឈប់បាញ់និងការប្រកាសរួមកាលពីពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយកម្ពុជាបានជំរុញឲ្យមានការដោះលែងទាហានរបស់ខ្លួនជាបន្ទាន់ដោយលើកហេតុផលថាការបន្តឃុំខ្លួនគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើងទាហានកម្ពុជា2រូបប៉ុណ្ណោះដែលត្រូវបានភាគីថៃដោះលែងកាលពីថ្ងៃទី1ខែសីហាក្នុងចំណោមទាហាន20រូបដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី29ខែកក្កដាក្រោមបទឈប់បាញ់ចូលជាធរមាន